លោកស្រីអ្នកនាងកញ្ញាទាំងអស់គ្នាចូលយើងចាប់ផ្ដើមជាមួយនឹងការពិតមួយដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍រំភើបប៉ុន្តែវាជាការពិតដែលអ្នកត្រូវការស្ដាប់យ៉ាងខ្លាំងបច្ចុប្បន្នអ្នកគឺជាអ្នកបង្កើតការខកចិត្តផ្ទាល់ខ្លួនរបស់អ្នកភាគច្រើននៃភាពតានតឹងដែលអ្នកអះអាងថាមានមិនមែនដោយសារតែអ្នកមានការងារច្រើនពេកដែលត្រូវធ្វើនោះទេវាដោយសារតែអ្នកដឹងច្បាស់ពីអ្វីដែលអ្នកគួរធ្វើហើយអ្នកកំពុងជ្រើសរើសធ្វើផ្ទុយពីនេះអ្នកមានភាពតានតឹងដោយគម្លាតរវាងសក្តានុពលរបស់អ្នកនិងទម្លាប់បច្ចុប្បន្នរបស់អ្នកយើងរស់នៅក្នុងពិភពលោកមួយដែលមានផាសុកភាពដូចអាវុធអ្វីគ្រប់គ្នានៅជុំវិញអ្នកត្រូវបានរចនាឡើងដើម្បីឲ្យអ្នកនិយាយថាគ្រាន់តែ5នាទីទៀតប៉ុណ្ណោះគេង5នាទីទៀតរំកិលអេក្រង់5នាទីទៀតមើលអ្នកផ្សេងរស់នៅក្នុងសុបិនរបស់ពួកគេលើអេក្រង់ទំហំ6អ៊ីនខណៈពេលដែលអេក្រង់របស់អ្នកប្រមូលធូលីនៅក្នុងជ្រុងនៃចិត្តរបស់អ្នកគិតថាអ្នកកំពុងសម្រាកប៉ុន្តែតាមពិតអ្នកគ្រាន់តែបងកម្ចីដែលមានការប្រាក់ខ្ពស់លើសុភមង្គលនៃពេលអនាគតរបស់អ្នកមើលជីវិតដំណើរការដូចសេវាកម្មជាជាវអញ្ចឹងប៉ុន្តែនេះជាល្បិចអ្នកភាគច្រើនបានចោះឈ្មោះសម្រាប់ការសាកល្បងឥតគិតថ្លៃនៃភាពខ្ជិលច្អូកដំបូងឡើយវាមានអារម្មណ៍ល្អណាស់មែនទេមិនចាំបាច់ប្រឹងប្រែងទេគ្មានសម្លេងរោគដំបូងឡើយគ្មានការសន្ទនាពិបាកទេប៉ុន្តែរយៈពេលសាកល្បងបានចប់ហើយវិទ្យាកាប័ត្រកំពុងចាប់ផ្ដើមចូលទៅក្នុងគណនីធនាគាររបស់អ្នកហើយអ្នកមានការភ្ញាក់ផ្អើលចំពោះតម្លៃនោះគឺជាការខ្វះវឌ្ឍនាភាពរបស់អ្នកសុខភាពធ្លាក់ចុះរបស់អ្នកនិងអារម្មណ៍ស្ងប់ស្ងាត់និងរំលានថាតើមានតែប៉ុណ្្នឹងទេឬអ្នកមិនបានអានអក្សរតូចទេផ្លូវងាយស្រួលមានថ្លៃសេវាប្រចាំខែខ្ពស់បំផុតចូលយ៉ាងនិយាយអំពីអន្ទាប់ជំរឿកងាយស្រួលការចូលគេងនៅម៉ោង2ទៀបព្រឺដោយសារតែអ្នកកំពុងស្រាវជ្រាវនៅលើ YouTube មានអារម្មណ៍ងាយស្រួលនៅយប់នេះប៉ុន្តែការភ្ញាក់ពីដំណេកនៅម៉ោង7ព្រឹកមានអារម្មណ៍ដូចជាខ្មោចសោគឺពិបាកណាស់ការជៀសវាងការទៅកន្លែងហាត់ប្រាណងាយស្រួលសម្រាប់រយៈពេល1ម៉ោងការដើរលេងជុំវិញរាងកាយដែលខ្វះថាមពលនិងកម្លាំងគឺពិបាក24ម៉ោងក្នុងមួយថ្ងៃការបន្តការងារដែលសម្រាប់ប្រលឹងរបស់អ្នកងាយស្រួលព្រមវាស៊ាំការអាចជំនួសនឹងមិនអើពើអស់រយៈពេល40ឆ្នាំគឺជាប្រភេទឋានៈពិសេសមួយទៀតអ្នកកំពុងជ្រើសរើសផ្លូវណាក៏បានទាំងផ្លូវលំបាកគ្មានផ្លូវងាយស្រួលនៃជីវិតទេមានតែផ្លូវលំបាកដែលនាំទៅរកការរីកចម្រើននិងផ្លូវលំបាកដែលនាំទៅរកការពុកទុយសូមគិតអំពីជីវិតរបស់អ្នកដូចជាគម្រោងថែសុបិនគ្មាននរណាម្នាក់ដាំសុបិនដែលឈ្នះរង្វាន់ដោយចៃដន្យនោះទេប្រសិនបើអ្នកមិនធ្វើអ្វីសោះអ្នកមិនបានលទ្ធផលអព្យាក្រឹតនោះទេអ្នកទទួលបានស្មៃអ្នកទទួលបានបន្លាអ្នកទទួលបានការរីកដើម្បីទទួលបានផ្លែឈើភាពជោគជ័យសេរីភាពហិរញ្ញវត្ថុសន្តិភាពចិត្តអ្នកត្រូវធ្វើរឿងលំបាកដោយចេតនាអ្នកត្រូវជីនៅពេលដែលដីស្ងួតអ្នកត្រូវដកស្មៅចេញនៅពេលដែលខ្នងរបស់អ្នកឈឺចាប់ហើយអ្នកត្រូវស្រោចគ្រាប់ជក់ទោះបីជាអ្នកមិនទាន់ឃើញអ្វីកើតឡើងឡើយអ្នកប្រាប់ខ្ញុំថាអ្នកមិនមានការលើកទឹកចិត្តចូលយើងនិយាយដោយត្រង់ទៅអ្នកមានការលើកទឹកចិត្តខ្លាំងណាស់អ្នកមានការលើកទឹកចិត្តខ្លាំងនៅក្នុងភួយក្តៅរបស់អ្នកហើយអ្នកមានការលើកទឹកចិត្តដើម្បីការពារល្បិចរបស់អ្នកមិនមានបញ្ហាលើកទឹកចិត្តទេអ្នកមានវិបត្តិអធិប្រៀបឥឡូវនេះអ្នកកំពុងអង្គុយលើភ្នំនៃថ្ងៃស្អែកខ្ញុំនឹងចាប់ផ្ដើមអាជីវកម្មថ្ងៃស្អែកខ្ញុំនឹងកែប្រែរបបអាហាររបស់ខ្ញុំថ្ងៃស្អែកខ្ញុំនឹងក្លាយទៅជាមនុស្សដែលខ្ញុំគួរតែក្លាយទៅជាថ្ងៃស្អែកប៉ុន្តែនេះគឺជាការប្រៀបធៀបចុងក្រោយសម្រាប់ផ្នែកមួយនេះស្រមោលថ្ងៃស្អែកតើអ្នកធ្លាប់ឃើញស្រមោលនៅវិទ្យាសាស្ត្រទេឬវាមើលទៅដូចជាមានទឹកនៅឆ្ងាយតែប៉ុណ្ណាជំហានទេគេប៉ុនឯកប៉ុន្តែអ្នករត់ទៅរកវាលឿនប៉ុណ្ណាវារំកិលទៅមុខប៉ុណ្ណុនថ្ងៃស្អែកគឺជាស្រមោលផ្លូវចិត្តវាមិនមានទេនៅពេលដែលអ្នកទៅដល់ទីនោះវាច្រាន់ទៅជាថ្ងៃទី1ទៀតដែលអ្នកនឹងធ្វើជំរឿសងាយស្រួលដោយដែលអ្នកបានធ្វើពីការ24ម៉ោងមុនអញ្ចឹងជំរឿសងាយស្រួលចាប់ផ្ដើមពីការដឹងថាកំណត់អ្នកដែលជោគជ័យមិនមែនជាអ្នកអនាគតទេវាគឺជាកំណត់អ្នកដែលឈប់កុហកអ្នកនៅបច្ចុប្បន្នអ្នកមិនត្រូវការវីដេអូលើកទឹកចិត្តផ្សេងទៀតទេអ្នកត្រូវមើលក្នុងកញ្ចក់ហើយអាកាសថាអ្នកបានកំងទៀងឲ្យងាយស្រួលហើយស្ងល់ថាតើហេតុអ្វីបានជីវិតទៅការបាត់ឲ្យពិបាកមានតម្លៃថ្លៃម្នេះឥឡូវនេះយើងត្រូវបកស្របនៃការកុហកធំបំផុតដែលអ្នកប្រាប់ខ្លួនឯងរៀងរាល់ថ្ងៃគឺការបំភ្លឺនៃភាពប្រលិតភាពអ្នកដឹងច្បាស់ថាខ្ញុំកំពុងនិយាយអំពីអ្វីវាគឺជាអារម្មណ៍នៃការធ្វើការនៅពេលដែលអ្នកតាមពិតគ្រាន់តែច្រែកកៅអីអ្វីលើអកញ្ញាដែលកំពុងលិចអ្នកចំណាយពេល3ម៉ោងដើម្បីស្រាវជ្រាវថាតើត្រូវចាប់ផ្ដើមអាជីវកម្មយ៉ាងណាអ្នកសន្សំប្រហែល50 view លើកទឹកចិត្តអ្នករៀបចំ logo នៅលើ desktop របស់អ្នកហើយអ្នកលាបពណ៌បញ្ជីការងារដែលអ្នកមិនមានបំណងចាំបាច់ធ្វើនោះទេនៅទីបញ្ចប់អ្នកហត់នឿយណាស់អ្នកប្រាប់ប្តីឬប្រពន្ធរបស់អ្នកឬមិត្តភក្តិរបស់អ្នកថា
ខ្ញុំហត់នឿយណាស់ខ្ញុំខំប្រឹងធ្វើការពេញមួយថ្ងៃប៉ុន្តែប្រសិនបើយើងក្រឡេកមើលតារាងពិន្ទុគឺ0អ្នកមិនបានធ្វើការទូរស័ព្ទទៅផ្នែកនោះទេអ្នកមិនបានសរសេរកូដទេអ្នកមិនបានលើកទម្ងន់ទេអ្នកគ្រាន់តែសម្ដែងរឿងផ្លូវចិត្តនៃការធ្វើជាមនុស្សម្នាក់ដែលអាចធ្វើរឿងទាំងនោះការជៀសវាងរឿងលំបាកគឺពិតជាហត់នឿយជាងការធ្វើវា10ដងវាដូចជាការយួរវ៉ាលីធ្ងន់មួយនៅជុំវិញអាកាសយានដ្ឋានជំនួសឲ្យការគ្រាន់តែ check in អ្នកហត់នឿយប៉ុន្តែអ្នកមិនទាន់ហោះហើរនៅឡើយទេអ្នកគិតថាមនុស្សនៅកំពូលមានការលើកទឹកចិត្តវេទមន្តមួយចំនួនដែលអ្នកខ្វះអ្នកគិតថា Elon Musk ភ្ញាក់ពីដំណេកមានអារម្មណ៍ដូចជាដេកលើឥដ្ឋរោងចក្រដើម្បីជួយសង្គ្រោះ Tesla ពីការកសិដ្ឋាននោះមិនមែនជាចំណង់ចំណូលចិត្តទេនោះគឺជាជំរើសដ៏ក្រខៅរវាងការឈឺចាប់នៃវិន័យនិងការឈឺចាប់នៃការបរាជ័យទាំងស្រុងអ្នកគិតថា Oprah Winfrey ពោពេញដោយទំនុកចិត្តនៅពេលដែលនាងត្រូវបានបណ្ដេញចេញពីការងារទូរទស្សន៍ដំបូងរបស់នាងហើយបានប្រាប់ថានាងមិនស័ក្តិសមសម្រាប់ទូរទស្សន៍ទេនាងកំពុងជ្រើសរើសផ្លូវដ៏លំបាកនៃការបង្ហាញខ្លួនម្ដងហើយម្ដងទៀតនៅពេលដែលវាកាន់តែងាយស្រួលក្នុងការរក្សារងតូចសំក្រឡេកមើល Lionel Messi មនុស្សឃើញពានរង្វាន់ប៉ុន្តែពួកគេមិនឃើញក្មេងដែលត្រូវចាក់អរម៉ូនលូតលាស់ចូលទៅក្នុងជើងរបស់គាត់រៀងរាល់យប់ដើម្បីមានឱកាសលេងនោះទេពួកគេមិនបានភ្ញាក់ពីដំណេកពិសេសទេពួកគេភ្ញាក់ពីដំណេកដោយសុខចិត្តស្នាក់នៅក្នុងតំបន់គួរឲ្យធុញយូរជាងអ្នកនេះគឺជាអតង្កំបាំងរឿងលំបាកធម្មតាគួរឲ្យធុញវាមិនមែនជាឈុតឆាកភាពយន្តដែលមានតន្ត្រីខ្លាំងៗនោះទេវាគឺជាអ្នកនៅក្នុងបន្ទប់ស្ងៀមស្ងាត់កំពុងធ្វើការងារនៅពេលដែលគ្មាននរណាម្នាក់កំពុងមើលនិងគ្មាននរណាម្នាក់កំពុងទះដៃប៉ុន្តែនេះគឺជាផ្នែកដ៏ស្រស់ស្អាតការផ្លាស់ប្ដូរអត្តសញ្ញាណលើកដំបូងដែលអ្នកភ្ញាក់ពីដំណេកឡើងម៉ោង5ព្រឹកវាមានអារម្មណ៍ដូចជាការវាយប្រហារលាងកាយលើព្រលឹងរបស់អ្នកចរចាជាមួយនាឡិការ៉ូរបស់អ្នកដូចជាវាជាភេរករលើកទី2អ្នកគ្រាន់តែខឹងលើកទី5អ្នកស៊ាំជាមួយវាប៉ុន្តែនៅលើកទី10មានរឿងអស្ចារ្យកើតឡើងអ្នកខ្លាយទៅជាមនុស្សម្នាក់ដែលគ្រាន់តែក្រោកពីព្រឹកចៃវាដូចជាលើកដំបូងដែលអ្នកព្យាយាមចម្អិនអាហារស្មុគស្មាញអ្នកមានភាពតានតឹងផ្ទះបាយមានភាពរញ៉េរញ៉ៃហើយអ្នកកំពុងពិនិត្យមើលរូបមន្តរៀងរាល់3វិនាទីប៉ុន្តែមេជុងពហូនមិនព្យាយាមចម្អិនអាហារទេពួកគេគ្រាន់តែចម្អិនអាហារប៉ុណ្ណោះផ្ទះបាយគឺជាផ្ទះរបស់ពួកគេផ្ទះបាយដូចគ្នាអត្តសញ្ញាណខុសគ្នានៅពេលដែលអ្នកធ្វើរឿងលំបាកច្រើនដងគ្រប់គ្រាន់វាឈប់คล้ายទៅជាការងារហើយចាប់ផ្ដើមคล้ายទៅជាអ្នកជាមនុស្សនរណាអ្នកឈប់សួរថាតើខ្ញុំចង់ធ្វើរឿងនេះទេពីព្រោះអារម្មណ៍របស់អ្នកលែងមានសិទ្ធិបោះឆ្នោតលើបញ្ហានេះហើយអ្នកបានបង្កើតទម្លាប់ហើយទម្លាប់គឺដោយអូតូម៉ាទិកអ្នកមិនសម្រេចចិត្តដកធ្មេញរបស់អ្នកនៅពេលព្រឹកទេអ្នកគ្រាន់តែធ្វើវាទៅជោគជ័យគឺមិនមែនជាអ្វីក្រៅពីការប្រមូលផ្ដុំនៃទម្លាប់លំបាកដែលคล้ายទៅជារឿងធម្មតារហូតដល់คล้ายទៅជាទម្លាប់នោះទេមនុស្សភាគច្រើនឈប់ធ្វើការនៅដំណាក់កាលគ្មានចំណៃវាគឺចន្លោះពេលដែលអ្នកកំពុងធ្វើការងារប៉ុន្តែអ្នកមិនទាន់ឃើញលទ្ធផលនៅឡើយទេនោះដូចជាការបិទចង្អុលពីភ្លោះទឹកមិនពុះនៅពេល2នាទីនោះបែបកម្ដៅកំពុងដំណើរការម៉ូលេគុលកំពុងតែចលនាអ្នកគ្រាន់តែមិនទាន់ឃើញពពុះនៅឡើយទេប្រសិនបើអ្នកដើរចេញឥឡូវនេះអ្នកនឹងបាត់បង់កម្ដៅទាំងអស់ដែលអ្នកបានប្រមូលផ្ដុំអ្នកមិនចាំបាច់ត្រូវការចំណុចត្រឹមត្រូវច្បាស់លាស់លើអ្វីដែលត្រូវធ្វើនៅពេលបន្ទាប់ទេអ្នកដឹងរួចហើយរឿងលំបាកគឺកិច្ចការមួយនៅក្នុងបញ្ជីរបស់អ្នកដែលធ្វើឲ្យបេះដូងរបស់អ្នកលោតរញ៉ងនៅពេលដែលអ្នកក្រឡេកមើលវាគឺជាការតាក់ទងមួយដែលអ្នកកំពុងជៀសវាងវាគឺជាគម្រោងដែលអ្នកកំពុងរងចាំតែដើម្បីត្រៀមខ្លួនសម្រាប់ឈប់រងចាំដើម្បីត្រៀមខ្លួនសកម្មភាពគឺសម្រាប់ការភ័យខ្លាចការស្ទើរជញ្ជឹមវាកាលណាអ្នករងចាំលោតចូលទៅក្នុងទឹកត្រជាក់កាន់តែយូរខួរក្បាលរបស់អ្នកកាន់តែមានពេលវេលាដើម្បីបញ្ជោគអ្នកឲ្យនៅលើដីស្ងួតលោតណោះភាពស្លុកវាមានតែ1វិនាទីទេប៉ុន្តែកម្លាំងដែលអ្នកទទួលបានពីការលោតនឹងនៅជាមួយអ្នករហូតដល់ទេឥឡូវនេះយើងត្រូវនិយាយអំពីផ្នែកនៃដំណើរជីវិតដែលគ្មាននរណាម្នាក់ព្រមានប្រាប់អ្នកមនុស្សអ្នកគិតថាឧបសគ្គធំបំផុតទៅលើជីវិតថ្មីរបស់អ្នកគឺនាឡិការ៉ូឬកម្រាលក្បាលការប៉ុន្តែតាមពិតគឺជាមនុស្សដែលឲ្យអង្គុយទល់មុខអ្នកនៅពេលអាហារពេលលៀងនៅពេលដែលអ្នកចាប់ផ្ដើមជ្រើសរើសយករឿងលំបាកមានអ្វីមួយអត់មនុស្សធម៌ខ្លាំងណាស់កើតឡើងនៅក្នុងរង្វង់សង្គមរបស់អ្នកចាប់ផ្ដើមភ្ញាក់ពីដំណេកព្រឹកព្រលឹមអ្នកជប់ខ្ចាស់ខ្ចាយម៉ោងលើការកម្សាន្តដែលមិនមានប្រយោជន៍ហើយអ្នកចាប់ផ្ដើមនិយាយដោយមានអំណាចប្រភេទផ្សេងទៀតជំនួសឲ្យអបអរសាទរអ្នកមិត្តភក្តិជិតស្និទ្ធរបស់អ្នកមួយចំនួនអាចនឹងចាប់ផ្ដើមរុញអ្នកចេញពីមុខមួយពួកគេនឹងនិយាយថាហេតុអ្វីបានជាអ្នកមើងម៉ាត់យ៉ាងនេះម្លេះរយៈពេលចុងក្រោយនេះឬសម្រាប់ទៅអ្នកកំពុងคล้ายទៅជា robot ពួកគេមិនមែននិយាយបែបនេះដើម្បីคล้ายអ្នកទេពួកគេនិយាយបែបនេះពីព្រោះវិតាមីនរបស់អ្នកគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងអំពីការជាប់នុករបស់ពួកគេវិន័យរបស់អ្នកធ្វើឲ្យការខ្ជិលច្រអូសស្រង់របស់ពួកគេមើលទៅខ្លាំងក្លាណាស់
នេះគឺជាផ្នត់ប្រទេសរបស់ក្តាមក្នុងពុងរាល់ពេលដែលក្តាមមួយព្យាយាមឡើងអស់អ្នកផ្សេងទៀតទាញក្តាមនោះចុះម្ដងទៀតដើម្បីឲ្យពួកគេទាំងអស់ទទួលបានអារម្មណ៍សុវត្ថិភាពជាមួយគ្នានៅក្នុងភពអ្នកត្រូវតែដឹងថាអ្នកមិនអាចកសាងជីវិតខុសពីគ្នាបាននៅពេលដែលនៅតាមរបៀបសង្គមចាស់ៗនោះទេកាលខ្លះការជ្រើសរើសយកអនាគតរបស់អ្នកមានន័យថាជ្រើសរើសខ្លួនឯងជាងជាការចូលចិត្តនៅពេលបច្ចុប្បន្នសូមក្រឡេកមើល Keanu Reeves ឬក៏ Lionel Messi បុរសដែលនៅស្ងៀមស្ងាត់ផ្ដោតអារម្មណ៍ហើយមិនបានសម្ដែងដើម្បីការយល់ព្រមនៃបហូជនពួកគេត្រូវបានរិះគន់ថាខុសពីគេឬចម្លែករហូតដល់លទ្ធផលរបស់ពួកគេคล้ายទៅជាអ្វីដែលមិនអាចប្រកែកបានដែលពិភពលោកគ្មានជំរឿអ្វីក្រៅពីការគោរពពួកគេលទ្ធផលបានបិទមាត់ថ្ងៃមួយគឺថាអ្នកបានប្រែប្រួលហើយថ្ងៃបន្ទាប់គឺថាតើអ្នកធ្វើវាដោយរបៀបណានៅពេលដែលយើងបញ្ចប់រឿងនេះខ្ញុំចង់ឲ្យអ្នកស្រមៃមើលអនាគតរបស់អ្នកពីកំណែគឺ5ឆ្នាំគិតចាប់ពីយប់នេះនៅក្នុងកំណែដំបងអ្នកកំពុងអង្គុយនៅក្នុងបន្ទប់ស្ងាត់មួយហើយគំនិតដ៏ធ្ងន់និងស្ងាត់ស្ងៀមមួយបានវាយប្រហារអ្នកថាខ្ញុំដឹងច្បាស់ជាងនេះប៉ុន្តែខ្ញុំមិនបានធ្វើវាទេអ្នកនឹងចងចាំយ៉ាងច្បាស់ពីកន្លែងដែលអ្នកនៅឥឡូវនេះអ្នកនឹងចងចាំវីដេអូដែលអ្នកបានរក្សាទុកប៉ុន្តែមិនដែលធ្វើសកម្មភាពថ្ងៃស្អែកដែលបានប្រែទៅជាឆ្នាំនិងគ្រាដែលអ្នកបានជ្រើសរើសសាឡុងជាជាងសិប្បកម្មនោះគឺជាការសោកស្ដាយវាមិនស្រេចទេវាគ្រាន់តែអង្គុយនៅទីនោះមានទម្ងន់10តោនហើយអ្នកនឹងមិនមានអ្នកណាផ្សេងទៀតត្រូវស្ដីបន្ទោសនោះទេប៉ុន្តែមានកំណែទី2នៅយប់ដដែលភាពស្ងាត់ស្ងៀមដដែលប៉ុន្តែលើកនេះគំនិតគឺខ្ញុំបានធ្វើរឿងលំបាកទោះបីជាវាមិនល្អក៏ដោយអ្នកនឹងចងចាំពេលព្រឹកដែលអ្នកចង់ឈប់ប៉ុន្តែមិនបានធ្វើអ្នកនឹងចងចាំយប់ដែលអ្នកធ្វើការខណៈពេលដែលអ្នកផ្សេងទៀតអស់កំពុងសម្រាកគំនិតនោះគឺមោទនភាពប្រភេទស្ងប់ស្ងាត់និងរឹងមាំដែលអនុញ្ញាតឲ្យអ្នកគេងលក់ស្រួលព្រោះអ្នកដឹងថាអ្នកលែងជាអ្នកកុហកខ្លួនឯងទៀតហើយយ៉ាងណាក៏ដោយពេលវេលានឹងកំឡងទៅ5ឆ្នាំខាងមុខនឹងចូលមកដល់មិនថាអ្នករីកចម្រើនឬនៅជាប់គាំងនោះទេសំណួរតែមួយដែលនៅសល់គឺតើអ្នកនឹងក្លាយជានរណានៅពេលដែលអ្នកទៅដល់ទីនោះអ្នកមិនត្រូវការផែនការរយៈពេល10ឆ្នាំដ៏ធំសម្បើមនោះទេអ្នកមិនចាំបាច់រងចាំទំនុកចិត្តលេចប្រឡាងដោយអភិហេទេទំនុកចិត្តគឺជាផលប៉ះពាល់នៃការធ្វើអ្វីដែលអ្នកខ្លាចអ្នកគ្រាន់តែត្រូវការសម្រេចចិត្តដ៏លំបាកមួយរឿងមួយដែលអ្នកបានជៀសវាងអ៊ីមែលនោះការហាត់ប្រាណនោះជំពូកដំបូងនោះធ្វើវាឥឡូវនេះមិនមែនល្អឥតប្រោះទេគ្រាន់តែធ្វើវាទៅពីព្រោះពេលដែលអ្នកជ្រើសរើសយកការលំបាកសូម្បីតែម្ដងអ្នកឈប់ធ្វើជាជនរងគ្រោះនៃកាលៈទេសៈរបស់អ្នកនិងចាប់ផ្ដើមធ្វើជាម្ចាស់វាសនារបស់អ្នកឈប់រងចាំការគាំទ្រមកពីក្រោយលទ្ធផលឈប់រងចាំពេលវេលាដ៏ល្អឥតប្រោះពេលវេលាដ៏ល្អឥតប្រោះគឺជាពេលវេលាដែលមានអារម្មណ៍មិនស្រួលបំផុតធ្វើអ្វីពិបាកនៅថ្ងៃនេះដើម្បីឲ្យខ្លួនឯងនៅពេលអនាគតអាចអរគុណអ្នកនៅថ្ងៃស្អែកអរគុណកុំភ្លេចចុច Subscribe មើលផងណាជួបគ្នាវីដេអូក្រោយ